សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត account Facebook នៅក្នុង app ទូរស័ព្ទរបស់យើងអញ្ចឹងណាបងប្អូនអញ្ចឹងមុននឹងឈានទៅដល់ការបង្កើត account Facebook បងប្អូនត្រូវមាន app Facebook មួយសិនអញ្ចឹងណាបងប្អូនអញ្ចឹងដើម្បីទៅ download app Facebook បានបងប្អូនប្រើទូរស័ព្ទiPhone បងប្អូនចូលទៅកាន់ App Store មកបើបងប្អូនប្រើទូរស័ព្ទ Android បងប្អូនចូលទៅកាន់ Play Store មកអញ្ចឹងបងប្អូនចូលទៅកាន់ App Store មកបន្ទាប់ពីចុចទៅកាន់ App Store ហើយវានឹងចេញទម្រង់បែបអញ្ចឹងបងប្អូនអញ្ចឹងបន្ទាប់មកបងប្អូនចុចកន្លែង Search មកដើម្បីយើងវាយឈ្មោះស្វែងរក app ដែលយើងត្រូវ download អញ្ចឹងណាបងប្អូនចុចពេលយើងចុចហើយវានឹងចេញបែបនេះយើងចុចកន្លែង Search មកហើយវាយពាក្យថា Facebook អញ្ចឹងមកណាបងប្អូនយើងសរសេរ Facebook មកបន្ទាប់ពីយើងសរសេរ Facebook ហើយយើងចុចកន្លែង search មកបងប្អូនកន្លែង search កន្លែង ខៀវៗដែលខ្ញុំបានបង្ហាញហ្នឹងបងប្អូនចុចមកអញ្ចឹងចូលមកដល់កន្លែងនេះដោយសារខ្ញុំបានហើយ download ហើយអញ្ចឹងវាចេញបែបអញ្ចេះអញ្ចឹងបងប្អូនអត់ទាន់ download ទេបងប្អូន download មកអញ្ចឹងខ្ញុំបាន download ហើយអញ្ចឹងខ្ញុំសូមទៅចូលទៅកាន់ app ពេលយើងចូលទៅកាន់ app Facebook ហ្នឹងវានឹងចេញទម្រង់បែបអញ្ចេះអញ្ចឹងកន្លងពីខាងលើហ្នឹងគឺជាកន្លែងដែលយើងដាក់ email ហើយនិង password ដែលយើងមានស្រាប់ហើយអញ្ចឹងណាអាពីខាងលើហ្នឹងមានន័យថាបើយើងមាន account ហើយស្រាប់យើងអាចវាបញ្ចូលហើយ log in អញ្ចឹងណាបងប្អូនតែកន្លែងនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបបង្កើត account Facebook អញ្ចឹងសូមបងប្អូនចុចទៅកាន់ create view account មកដើម្បីយើងបង្កើតFacebook អញ្ចឹងណាបងប្អូនអញ្ចឹងចុចកន្លែងហ្នឹងមកបន្ទាប់ពីបងប្អូនចុចមកវានឹងចេញបែបអញ្ចេះអញ្ចឹងសូមបងប្អូនចុច start get start បន្តមកវានឹងចេញទម្រង់បែបអញ្ចេះអញ្ចឹងណាបងប្អូនអញ្ចឹងកន្លែងនេះគឺជាទម្រង់ដែលយើងបំពេញឈ្មោះអញ្ចឹងណាបងប្អូនអញ្ចឹងកន្លែងទី1គឺជាឈ្មោះរបស់យើងហើយកន្លែងកន្លងទី2គឺជាតកូលរបស់យើងអញ្ចឹងបងប្អូនចង់បំពេញឈ្មោះបែបម៉េចក៏បានដែរបងប្អូនតែបងប្អូនចូលចិត្តអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំសូមឧទាហរណ៍ឈ្មោះនេះមួយចុះខ្ញុំសូមវាយឈ្មោះនេះមួយមកអូខេហើយខ្ញុំដាក់តកូលបែបចេះមកនេះជាឈ្មោះឧទាហរណ៍ដែលខ្ញុំបង្ហាញបងប្អូនអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនស្រឡាញ់ឈ្មោះបែបណាបងប្អូនអាចដាក់បែបហ្នឹងទៅអញ្ចឹងណាបងប្អូនអូខេបន្ទាប់ពីហើយយើងចុច next មកអូខេចូលមកដល់ទម្រង់បែបនេះគឺជាទម្រង់ថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងណាបងប្អូនបន្ទាប់ពីចូលមកដល់ទម្រង់ថ្ងៃខែឆ្នាំកំណើតនេះបងប្អូនចង់ដាក់ដូចក្នុងអត្តសញ្ញាណប័ណ្ណក៏បានដែរបងប្អូនតែខ្ញុំសូមដាក់បែបអញ្ចេះឧទាហរណ៍បងប្អូនមើលចុះបើក្នុងតញ្ញាណប័ណ្ណរបស់បងប្អូនថ្ងៃខែឆ្នាំកំណើតបែបម៉េចបងដាក់បែបអញ្ចឹងក៏បានដែរបងប្អូនអូខេបន្ទាប់ពីយើងដាក់ហើយយើងចុច next បន្តមកពេលយើងចុច next បន្តហើយវានឹងចេញទម្រង់បែបនេះកន្លែងនេះគឺគេតម្រូវយើងជ្រើសរើសភេទអញ្ចឹងណាបងប្អូនអញ្ចឹងកន្លែងទី1គឺជាស្រីទី2គឺជាប្រុសអញ្ចឹងណាបងប្អូនអញ្ចឹងដោយសារខ្ញុំបង្កើតជាប្រុសខ្ញុំដាក់ប្រុសទៅហើយចុច next បន្តទៀតមកចូលមកដល់កន្លែងនេះគឺគេតម្រូវឲ្យយើងដាក់លេខទូរស័ព្ទហើយនឹងemail អញ្ចឹងណាអញ្ចឹងកន្លងទី1បើយើងដាក់លេខទូរស័ព្ទក៏បានដាក់ជា email ក៏បានដែរតែបើយើងដាក់ជាលក្ខណៈទូរស័ព្ទទៅលេខទូរស័ព្ទទៅងាយនឹងគេ hack បានអញ្ចឹងណាអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនដាក់ជា account លក្ខណៈ Gmail វិញចុះដាក់ជា email ទៅវាសុវត្ថិភាពជាងអញ្ចឹងណាអញ្ចឹងយើងចុចកន្លែងក្រោមពណ៌ខៀវហ្នឹងមកដើម្បីយើងចូលទៅដាក់ Gmail អញ្ចឹងណាបងប្អូនចុចកន្លែងហ្នឹងមកសូមបងប្អូនចុចកន្លែងដែលខ្ញុំបានបង្ហាញហ្នឹងមកអូខេបន្ទាប់ពីបងប្អូនចុចហើយវានឹងចេញទម្រង់បែបចេះអញ្ចឹងបងប្អូនចូលទៅវាយអញ្ចឹងបងប្អូនវាយ email បញ្ចូលមកបងប្អូនអត់ទាន់មាន email ទេបងប្អូនអាចទៅមើលវីដេអូទី1របស់ខ្ញុំបានអញ្ចឹងណាបងប្អូនពីរបៀបការបង្កើត email អញ្ចឹងណាបងប្អូនអ
ចឹងខ្ញុំសូមវាយបញ្ចូលemail សិនចឹងខ្ញុំវាយ email ចូលមកវាយបញ្ចូល email មកដើម្បីយើងចុចនិចបន្តទៀតចឹងណាបងប្អូនអូខេយើងវាយមក email បងប្អូនយ៉ាងម៉េចបងប្អូនវាយបែបអញ្ចឹងមកអូខេបន្ទាប់ពីបងប្អូនវាយឲ្យបងប្អូនចុចនិចបន្តទៀតមកអូខេពេលបងប្អូនចុចនិចបន្តវានឹងចូលទម្រង់បែបអញ្ចេះកន្លែងនេះគឺគេឲ្យបងប្អូនដាក់password អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនវាយ password បញ្ចូលមកតែកន្លែងនេះខ្ញុំសូមកាត់បន្តិចដោយសារជាកន្លែង password អញ្ចឹងខ្ញុំអត់បង្ហាញបងប្អូនទេបងប្អូនវាយ password បែបមិនក៏បានដែរជាលក្ខណៈអក្សរផងលេខផងងាយស្រួលចាំបងប្អូនហើយពិបាកចាំគេអញ្ចឹងបងប្អូនអញ្ចឹងកន្លែងនេះខ្ញុំអត់បង្ហាញទេខ្ញុំគ្រាន់តែបង្ហាញថាឲ្យបងប្អូនវាយ password បញ្ចូលក្នុងនឹងអញ្ចឹងបន្ទាប់មកយើងចុចនិចបន្តមកពេលយើងវាយហើយយើងចុចនិចបន្តមកវានឹងចេញបែបអញ្ចេះអញ្ចឹងទម្រង់បែបអញ្ចេះគឺវាចិត្តបញ្ចប់ហើយអញ្ចឹងយើងចុច I agree មកដើម្បីបញ្ចប់ទម្រង់ហ្នឹងអូខេចូលមកដល់កន្លែងនេះគឺវាទាមទារpasscode មានន័យថាកូដនៃដាក់ email ដែលយើងបានបង្កើតអញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់ Gmail មកដើម្បីទទួលកូដដែលវាផ្ញើចូលនៅ email ដែលយើងដាក់ហ្នឹងនេះខាងលើគេនេះកន្លែង Facebook នេះចុចចំហ្នឹងមកអូខេពេលចុចហើយយើងវានឹងបង្ហាញ password លេខកូដដែល6ខ្ទង់ដែលខាងGmail គេឲ្យអញ្ចឹងណាផ្ញើឲ្យអញ្ចឹងណាអញ្ចឹងយើងយកមកវាយបញ្ចូលក្នុងនេះមកអូខេពេលបន្ទាប់យើងវាយបញ្ចូលហើយយើងចុចនៃបន្តទៀតមកអូខេអញ្ចឹងពេលយើងចុចនេះហើយវានឹងចេញទម្រង់បែបអញ្ចេះកន្លែងនេះបងប្អូនចង់ដាក់ profile ឲ្យក៏បានបើមិនទាន់ដាក់ទេក៏បានអញ្ចឹងខ្ញុំអត់ទាន់ដាក់ទេខ្ញុំសូមចុច script អូខេវានឹងចេញបែបអញ្ចេះអញ្ចឹងចេញបែបអញ្ចេះមានន័យថាយើងទទួលបានជោគជ័យហើយយើងបង្កើតបានជោគជ័យហើយយើងចុចខាងក្រោមមក no letter មកអូខេចុច script មកចាំបន្តិចអូខេចេញបែបនេះយើងចុច next បន្តមកអូខេអញ្ចឹងaccount Facebook យើងគឺបានបង្កើតរួចរាល់ហើយវានឹងចេញបែបអញ្ចេះអានេះជាលក្ខណៈយើងបង្កើតបានអញ្ចឹងណាបងប្អូនអញ្ចឹងទម្រង់វាបែបអញ្ចេះដោយសារយើងអត់ទាន់ដាក់ profile ហើយនឹងcover អញ្ចឹងណាវានឹងចេញទម្រង់បែបអញ្ចេះឈ្មោះដែលយើងដាក់គឺនៅខាងលើហ្នឹងអញ្ចឹងដូចជាអត់មានអីទៀតទេបងប្អូនមានតែប៉ុណ្្នឹងអញ្ចឹងសង្ឃឹមថាបងប្អូននឹងមើលយល់ហើយនឹងអាចបង្កើតបានអញ្ចឹងណាបងប្អូនអរគុណច្រើន